ខ្ញុំកំពុងនិយាយអំពីមនុស្សដែលបំពេញចិត្តគេបុគ្គលដែលដាក់សេចក្តីត្រូវការរបស់ខ្លួនមួយឡែកសិនហើយយកសេចក្តីត្រូវការរបស់អ្នកដទៃដាក់នៅចំពោះមុខខ្លួនឯងខណៈដែលទង្វើនីមួយៗហាក់ដូចជាសប្បុរសជាការធ្វើដោយពេញចិត្តពួកគេច្រើនតែបញ្យល់ខ្លួនឯងជាការលើកទឹកចិត្តផ្ទាល់ខ្លួនថាខ្លួនចិត្តល្អគិតគូរពីអ្នកដទៃមិនអាត្មានិយមប៉ុន្តែមនុស្សភាគច្រើនអាចមើលឃើញមនុស្សដែលបំពេញចិត្តគេគឺធ្វើដើម្បីផ្គប់ចិត្តគេគឺខុសពីសេចក្តីសប្បុរសវាគឺជាការតាំងចិត្តចង់បានទទួលការយល់ព្រមការសរសើរការពេញចិត្តពីអ្នកដទៃអ្នកនៅតែមិនអីបើទោះបីនៅពេលដែលអ្នកធ្វើអ្វីមួយដែលមិនមែនជាខ្លួនឯងនឹងប្រឆាំងនឹងគុណតម្លៃរបស់អ្នកក៏ប្រហែលជានិយាយសំទោសចំពោះរឿងដែលមិនមែនជាកំហុសរបស់អ្នកហើយនៅពេលដែលអ្នករកឃើញកម្លាំងក្នុងការនិយាយថាទេឬបដិសេធសំណើគេឬការផ្ដល់អត្ថិភាពដល់ខ្លួនអ្នកតែងមានអារម្មណ៍ថាមានកំហុសក្នុងជីវិតនេះអ្នកមិនគួរណាធ្វើបែបហ្នឹងសោះមកដល់ត្រឹមនេះអ្នកប្រហែលជាឆ្ងល់ថាធ្វើម៉េចខ្ញុំមិនចង់បន្តទេហើយខ្ញុំក៏មិនចង់ធ្វើឲ្យគេខកបំណងពេកដែរ